សូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំ Chef ណាក់ឥឡូវនេះនាងខ្ញុំកំពុងតែនៅក្នុងទីរួមខេត្តបាត់ដំបងហើយដំណើរនៅក្នុងពេលនេះគឺដើម្បីមកសិក្សាស្វែងយល់ពីបងស្រីម្នាក់ដែលបងស្រីមានចំណេះជំនាញនំមួយយ៉ាងដែលខ្ញុំទើបមិនបានភ្លក់ប្រហែលជា2-3ខែមុននឹងទេហើយនំមួយនេះឈ្មោះក៏ប្លែកដែរចាគឺឈ្មោះថាអាម៉ុកខ្នុរជាទូទៅយើងដឹងទាំងអស់គ្នាថាយើងមានឈ្មោះម្ហូបដែលមួយថាអាម៉ុកមិនចឹងតែដល់ពេលអាម៉ុកខ្នុរវាជារឿងផ្សេងមួយទៀតអញ្ចឹងថ្ងៃនេះសូមអញ្ជើញជួបជាមួយនឹងបងផាណាទាំងអស់គ្នាចាបងជម្រាបសួរបងចាអាម៉ុកខ្នុរនេះបងចេះចាប់ផ្ដើមធ្វើនឹងតាំងពីកាហើយធ្វើពីអ្នកណាដែរបងបើនិយាយប្រវត្តិនំហ្នឹងចូលដល់ចំនួនម៉ែម្ដាយខ្ញុំដូចជា3ចំនួនហើយចាអញ្ចឹងបើចាប់ពីម្ដាយខ្ញុំធ្វើនេះវាចិត្តចូល30ឆ្នាំហើយដែលគាត់ប្រកបមុខរបរនឹងបន្តពីជីដូនខ្ញុំមកចាអញ្ចឹងផ្នែកខាងនេះវិញមានគ្រឿងអីគេសម្រាប់ធ្វើអាម៉ុកខ្នុរហ្នឹងបងចាផ្នែកនេះផ្នែកយើងលាយអាម៉ុកហ្នឹងសម្រាប់ចាក់មុនពេលយើងចាក់មុខចាអញ្ចឹងយើងមានក្របខ្នុរសាច់ខ្នុរម្សៅផ្សាយស្ករសហើយនឹងខ្ទិះដូងចាខ្ទិះនេះគឺមានខ្ទិះដើមខ្ទិះចុងហើយស្រេចខ្ញុំវាល់វាចាបងខ្ញុំសូមអនុញ្ញាតមើលវាបន្តិចណាអញ្ចឹងនេះគឺជាសាច់ខ្នុរសូមក្របហើយក្របខ្នុរនេះឆ្អិនឬក៏ឆៅបងឆ្អិនអញ្ចឹងយើងយកវាទៅចំហុយឬក៏ស្ងោរហើយបកសម្បកចិត្តឲ្យស្អាតហើយហាន់ចាអូយពធបងប្អូនទាំងអស់គ្នាចាហមបានអត់ប៉ុណ្្នេះណាខ្ញុំគិតថាមិនមែនការងារតិចទេណាបងណាចាសាច់ខ្នុរនេះយើងយកតែសាច់ហើយហាន់ជាចំណិតចាខ្ទិះដូងមានទាំងក្បាលមានទាំងចុងចាអរគុណហើយនេះគឺស្ករហើយនឹងអំបិលបន្តិចណាបងណាហើយនឹងសាច់ផ្សាយចាហើយចំណែកខាងនេះវិញគឺស្អីគេខ្លះបងហើយគឺសម្រាប់អីដែរសម្រាប់យើងលាយមុខមុខនឹងមានថាម៉េចបងមុខនឹងបានន័យថាពេលដែលយើងចាក់មុខនឹងចំហុយវាកកហើយយើងចាក់មុខនឹងដើម្បីឲ្យវាពេលយើងញ៉ាំអាមុកនឹងចូលគ្នាមុខនឹងវាមានខ្ទិះដូងនិងម្សៅចាអញ្ចឹងវាជួយចាវាជួយបន្ថែមរសជាតិមួយកម្រិតបើយើងអត់ដាក់មុខទេអញ្ចឹងយើងញ៉ាំអាមុកនឹងទៅវាអាចបន្លន់ចាបងបងរំខានបងហើយអរគុណច្រើនដែលបងបានរៀបប៉ុណ្ណឹងឥឡូវខ្ញុំសូមជើញបងបង្ហាញចាជាដំបូងខ្ញុំត្រូវវាយពងទានេះឲ្យវានិយាយទៅយើងឲ្យវារាំងឡើងបន្តិចដើម្បីយើងលាយទៅយើងញ៉ាំនំទៅវារាំងល្ហុសបើយើងអត់វាយពងទេសាច់នំយើងវាអត់ឆ្ងាញ់វាស្កាប់ចាអញ្ចឹងខ្ញុំចាប់ផ្ដើមវាយពងទាចាបងជួយចុះហើយនេះទាំងអស់ប្រហែលពងបង30អូចាបងប្រហែលសិតបងប្រហែលសិត30បងចា30ហើយ30នេះគឺសម្រាប់ប្រហែលកន្ទងបងនំបើយើងគិតទៅវាអាចបានពី8ចឹងទៅ90អូត្រកប៉ុន្តែយើងអាចយកធ្វើបានបងប៉ុន្តែនេះមានថាម៉េចបងបានន័យថាពេលយើងលើកមកវាអត់មានជាប់អន្តាយណាវាដាច់វាដាច់បាត់ទេវាដាច់អញ្ចឹងបានន័យយើងយកធ្វើបានអូខេចាបងប្អូនណាសូមមេដាកុំភ្លេចណាតិចទី1ចាវាសុទ្ធនេះរហូតដល់វាលែងអន្តាយចាបងអូខេបន្តទៀតមកយើងចាប់ដើមលាយម្សៅយើងទុកម្លាយសិនចាបងចាបងខ្ញុំថាចង់ជួយតែមិនដឹងជួយអីទេបងអញ្ចឹងបងធ្វើតាមចាឥឡូវនេះគឺផ្លែអង្ករខ្សាយជាមួយនឹងខ្ទិះដូងចាខ្ទិះដូងហ្នឹងបងជំរាបមុនថាមានទាំងក្បាលមានទាំងចុងក៏ប៉ុន្តែដូចខាប់ដល់ហើយបងចាដោយសារយើងពូតម៉ាស៊ីនពូតម៉ាស៊ីនខ្ទិះចេញល្អចាបងនឹងឯងខ្ញុំឃើញម៉ាស៊ីនដែរទុំប្រាប់ក្រុមការងារថាអ្នកធ្វើនេះមិនមែនធ្វើលេងចាមានម៉ាស៊ីនដោយសារទិញម៉ាស៊ីនពេលភ្ជុំខ្ញុំធ្វើសមគឺ5-10ថ្ងៃហ្នឹងគឺចង់ជាប់រហូតហើយចឹងយើងពូតដៃទៅអត់រួចចាហើយខ្ញុំចង់ជំរាបបងថាខ្ញុំបានធ្វើម្សៅបងហើយខ្ញុំឆ្ងាញ់ណាស់ខ្ញុំចូលចិត្តម្សៅហ្នឹងគឺយើងធ្វើអត់ថាំគ្រឿងទៅពេលប្រើខ្ទិះសឹងប្រើខ្ទិះដើមសតណាបើនិយាយទៅចាដល់ពេលចឹងទៅវាហើយយើងកូងកចាអូខេអញ្ចឹងឥឡូវបកមកការលេងម្សៅបងយើងវិញបងតើត្រង់ចំណុចលេងម្សៅនេះមានលក្ខណៈអីពិសេសដែលយើងត្រូវការមើលយើងលាយកុំឲ្យវាដុំអូខេឲ្យវាមាត់ចាហើយខ្ញុំសង្កេតឃើញបងមុនហ្នឹងគឺ
ដើម្បីកុំឲ្យដុំហ្នឹងគឺទីមួយយើងកុំដាក់ កំដាក់ទី ជាតិ ច្រើន ច្រើនពេកដល់បងណាចាមិនលីតតែសាកជាមួយនឹងស្ករត្នោតខ្មែរយើងដែរបងហើយរសជាតិវាមិនដែរ ខ្ញុំមិនដែរបានសាកធ្វើផងចា còn đặc lần này đang làm bằng ổn cả យើងប្រើដងខ្មែរ ចា ចាដងតោះថ្លៃ1ប្រាំ6ពាន់ក៏ខ្ញុំត្រូវទៅប្រើដងខ្មែរដែរអត់ដែរប្រើដងទេដងទេនិយាយទៅសំបីតែយើងដែលវាក្រខ្លាំងរត់បានខ្ញុំឆ្លាប់ទិញលាយគឺអត់ឈ្ងុយចាអត់ឈ្ងុយហើយក៏អត់ហ៊ានប្រើសតទៀតណាដែលយើងរត់បានយើងប្រើដងខ្មែរអត់គ្រប់ណាយើងលាយហើយនៅតែចាំងទៀតអញ្ចឹងខ្ញុំព្យាយាមរកដងខ្មែរអស់ពីលទ្ធភាព ឃើញថាស៊ីចានដៃទៅដូចជាវិទូចទៅធំរហូតតែរត់នេះឃើញឈប់សោះ យើងលាយគ្រឿងវា ចាបងចាចាចឹងបើសិនជាវគ្គនេះលាយនៅក្នុងចានដៃធំវាស្រួលណាបងណោះ ចាចាដាក់ចាក់ពងទាចូល អូពងទាចូលវិញ ចាយើងសរែងមើលបើសិនជាមានកតិចមានអីយើងអាច មើលពេលនឹងដែរបងណា មើលបាន ចា ចឹងយើងចាប់ផ្ដើមដាក់ក្របខ្នោសក្របខ្នោសយើងដាក់មកមើលមកល្មមពេលយើងដាក់ច្រើនពេកក៏វារឹងណាវាអាចរឹងខ្លាំងចា ខ្ញុំថាទៅរកសុំជើញចុះបងទៅរកសាច់ខ្នោខ្មែរលើពិបាកចាតែដាក់រឿងហោគ្រាប់ខ្នោវារឿងផ្សេងមួយ ក្រប ទៀត ខ្នោយើងទិញយើងទិញផ្លែខ្នោហ្នឹងមកយើងយកសាច់ហើយយើងយកក្របហ្នឹងទៅស្ងោរចាដល់ពេលចឹងអាចបាន ចាតាមប៉ទៅរាវខ្លាំងតើបងណោះ រាវចាអញ្ចឹងបានយើងត្រូវការកតងនោះដេរឲ្យស្អាត ដេកឲ្យស្អាតឲ្យជាប់កុំឲ្យឃ្លៀង ឲ្យឃ្លៀង ហើយត្រូវតែកលូមខ្លាំង ចា ចឹងលបាយរបស់អាម៉ុកខ្នោឆៅឥឡូវនេះគឺមើលទៅគឺរាវខ្លាំងណាស់ហើយរាវហ្នឹងគឺមកពីអីគឺមកពីសុទ្ធហើយនឹងខ្ទិះដូងនឹងឯងចាបើឲ្យខ្ញុំធ្វើវិញប្រកបជាខំធឹងហើយចា ចឹងមកគេឲ្យមករៀនហ្នឹងណា ចាបង អញ្ចឹងយើងអាចចាក់បាន ចាណាបង ចាចាក់មើលមកយើងកូរវាចាឲ្យវាស្កាឲ្យស្ករហើយនៅបាយចាបាយក្របខ្នោហើយសាច់ខ្នោហ្នឹង ចាឲ្យវាស្មើគ្នា ពេលយើងចាក់កុំឲ្យពេញ តែជាមិនពីរ ប្រហែ ហ ល ូត ជាជាងកន្លះប៉ុណ្ណឹងបាន ជាកម្លាំង ចាពេលណាយើងចំហុយទៅវាឡើងយើងចាក់មុខអត់តើតែយើងដាក់ច្រើនពេក អូត្រូវខ្ញុំឃើញថាយើងនៅមុខមុខទៀតណាមកទៅតទៀត ចា បងស្រីហៅខ្ញុំសិតឲ្យ chef ចាប៉ុន្តែអត់ដឹងថា chef កំពុងសុំរៀនទេណា ចេះជាងចេះច្រើនជាង អត់ទេចា អ្វីខ្ញុំអត់ចេះខ្ញុំចេះ ខ្ញុំចង់ចេះច្រើនចា កូនខ្ញុំឮថាខ្ញុំតាមដានតាំងពីជំនាន់ឆេះទៅតាមភូមិណា ចាបង អូអាយដលមកឯងចឹងគាត់ថាចង់រនំបុរាណចឹងណា ចឹងបងឥឡូវដល់ពេលដែលយើងចាក់វាបាន យើងយកទៅចំហុយ យើងទៅចំហុយ ចាពេលទៅចឹង អរគុណបងអើយឲ្យខ្ញុំទៅនឹកណាក់តាខ្ញុំទៅស្វាបាយហៅស្រាគេ ហើយយើងត្រូវការទឹកឲ្យក្តៅសិនចា អូចាំតែមកក្តៅទេអត់ ក្តៅ ពុះ មាន ទេបង ផ្សែងអញ្ចឹងពុះក៏បានដែរឆេះចាពុះក៏បានដែរ បងហើយចឹងពេលយើងចំហុយហ្នឹងយើងអត់មានត្រូវការចងកណាត់ដើម្បីអីបង នេះក្របយើងសុបដែរបើវាចំហាយវាចេញតិចតួចក៏អីដែរ ចាបងអូ ល្មមយើងអាចចាក់ ចាបងប្អូនទាំងអស់គ្នាអើយចារីកស្គុះស្គីអើយកូនសិស្សថ្មីនេះចាចិត្តលោភលន់អត់មើលគ្រូទេចាក់លើសគ្រូដល់ចឹងទៅអាកំហាប់នៅសំទោសបរិមាណនំដែលមានជាតិផ្អែមហ្នឹងចាវាច្រើនហើយចឹងទៅអត់មានកន្លែងដាក់ម្សៅសំទោសដាក់មុខឲ្យបានគ្រប់គ្រាន់ទេចឹងហើយវានឹងផ្អែមជាងធម្មតាបន្តិចចាចឹងសូមអភ័យទោសផងចា បងប្អូនផ្នែកមួយនេះគឺសំខាន់មែនតើដែលខ្ញុំអត់ដែរចាប់អារម្មណ៍ទេទីទូទៅនៅពេលដែលយើងចំហុយអាមុកអីជាដើមយើងមិនត្រូវការដាក់មុខពេលដែរតែខ្ញុំអត់ដែលបានធ្វើផ្នែកនេះទេដំណាក់កាលដែលបងសេរីស្រង់ឲ្យមើលអាកតងណាដែលកំពិតហ្នឹងសេរីឲ្យមុននឹងយើងចាក់មុខមែនទេបង ចា ចារៀនបានមួយទៀតចាខ្ញុំហៅមើលអានំណាដើម្បីសេរីគ្រូខ្ញុំដែរខ្ញុំចេះដល់មើលឃើញ
đây khi tích tu cầm ấy đây chặt về bình thôi អូដាក់មកអស់សុកហ្មង ចានេះវាខុសពីអាមិញណា ចាបង ចា ស្អាត វា ស្មើ ក្រាបវា អូ ស្អាត បង ទេចា អូបងខ្ញុំដឹងបងតានេះ ចា ស្ទើអីស្ទើស្ទើមុខឲ្យបងចា ចាដែលវាឡើងក្រហម ពេក ទៅ បង ចា អូស្អាតណាបងណា ចា ចាចឹងដោយសារតែបងមានបទពិសោធន៍អឺគ្រប់គ្រងភ្លើងបានល្អបងដឹងថានៅពេលដែលដាក់មុខហើយភ្លើងប្រប៉ាន់បានអីហ្នឹងណាចាអញ្ចឹងវាស្មើឆ្អិនល្អប៉ុន្តែអត់ហៀกับកក្លិកកក្លាក់ទេចា តោះយើងអាចលើកផង អូចាអូខ្ញុំបានលើកទៀតណាតាបង1 2 3 ចូលបាន មកមកស្អីបងយកស្អីចាបងញ៉ាំទៅច្រើនទីមក បាទ ចា អាចមកចូលចិត្តណា ចូលចិត្តប៉ុន្តែដូចថាមនុស្សចូលចិត្តឲ្យរៀបចេះចុះឲ្យថាឲ្យច្បាស់អីមួយឲ្យអស់មួយចានអីមួយនោះអត់ទេអូវអូស្អាតណាស់បងប្អូនទាំងអស់គ្នានេះគឺជាសមិទ្ធផលអឺនៃការបង្ហាញរបស់បងស្រីគឺនំអាម៉ុកខ្នោឥឡូវនេះគឺរូបរាងបែបនេះនៅខាងលើណាបងប្អូនអញ្ចឹងខ្ញុំបានសុំបងស្រីឲ្យបកឲ្យយើងមួយហើយនេះគឺជារូបរាងចាដែលមានជា2ស្រទាប់ចាទី1គឺអាម៉ុកខ្នោដែលយើងមានសាច់ខ្នោអីទាំងអស់ហ្នឹងហើយខាងលើនេះដែលបងស្រីហៅថាមុខចាដែលយើងមានតែខ្ទិះហើយហ្នឹងចាខ្ទិះហើយនឹងខ្ទិះខ្ទិះនឹងភាសាចាហើយឥឡូវនេះចង់បង្ហាញបងប្អូនទាំងអស់គ្នាចានេះគឺសម្រស់របស់គេណាបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំសុំភ្លក់បន្តិចណាបងខ្ញុំសុំភ្លក់បន្តិចណាបង នៅក្តៅក្តៅ ឈ្ងុយទន់បាច់បាក់តាពីទេអាលីក្នុងមាត់ហ្មងបងប្អូនទាំងអស់គ្នាហើយអត់ផ្អែមខ្លាំងទេត្បិតថាមានមានគ្រឿងផ្សំច្រើនប៉ិតមែនក៏ដោយក៏ប៉ុន្តែវាស្រាលអត់ឲ្យយើងពិបាកនេះហើយគឺតរន់ខ្លាំងទេបងប្អូនទាំងអស់គ្នាចាអញ្ចឹងកុំភ្លេចណាពួកយើងនឹងដាក់លេខទូរស័ព្ទបងស្រីសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាអាចធ្វើការកម្មង់នំអាម៉ុកខ្នោនេះ ចា ហើយនឹងនំផ្សេងទៀតដែរចាបងស្រី អរគុណ ខ្ញុំសូមអរគុណ ចា សម្រាប់បេះដូងចែករំលែកបងណា ខ្ញុំក៏អរគុណ ចា បងដូចគ្នា ចា ចាចំណាយទាំងពេលវេលាដ៏មានតម្លៃមកជាមួយខ្ញុំរយៈពេលមួយល្ងាចពេញ ចា ហ្មងចា ចា អរគុណខ្លាំងមែន អ ទែ រ ន គុ ចា ណបងអរគុណ ចា ចាបងប្អូនទាំងគ្នាសូមរងចាំទស្សនាវិធីនិងម្ហូបផ្លែកផ្សេងទៀតដែលពួកយើងនឹងព្យាយាមរកជូនបងប្អូនទាំងគ្នាឲ្យកុំភ្លេចណាជួយចែករំលែកបន្តហើយយើងប្រឹងធ្វើវាបន្តទៀតអរគុណ